Assalamualaikum សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមកបន្តមេរៀនយើងទៀតពាក់ព័ន្ធជាមួយនឹងការបង្កើតប្រព័ន្ធគ្រប់គ្រងចឹងយើងបានបង្កើតទៅលើ dashboard បានហើយចឹងអ្វីដែលយើងត្រូវធ្វើនៅក្នុងថ្ងៃនេះគឺយើងនឹងបន្តមេរៀនរបស់យើងពាក់ព័ន្ធជាមួយនឹងការបង្កើតstudent បានន័យថាយើងបង្កើតទៅនៃកូនសិស្សជាមុនសិនតោះឥឡូវយើងមកចាប់ផ្ដើមបង្កើតទៅនៃកូនសិស្សតែម្ដងចឹងនៅក្នុងនេះគឺយើងនឹងប្រើពាក្យដដែលគឺ PHP artisan ចឹងនៅពេលដែលយើងបង្កើតទិន្នន័យគឺយើងត្រូវបង្កើត model ចឹង model របស់យើងគឺសិស្សចឹងយើងប្រើពាក្យ artisan make ហើយយើងចុច2មក model ហើយយើង student គឺអក្សរធំពីមុខហើយបន្ទាប់មកគឺយើងដក clear តិចមកគឺយើងដាក់សញ្ញាដកហើយនឹងអក្សរ អញ្ចឹងនៅពេលដែលយើងប្រើPHP artisan make model student ហើយយើងដាក់សញ្ញាដកនិងអក្សរ គឺមានន័យថាយើងបង្កើត file បាន2ទី1គឺយើង migration student data ហើយមួយទៀតគឺយើងបង្កើត model data model student ចឹងតោះឥឡូវពេលដែលខ្ញុំ click enter ចឹងនៅពេលដែលខ្ញុំ click enter គឺវានឹងបង្ហាញ2ទី1គឺយើងបានទៅលើ model របស់ student ហើយនឹង migration របស់ student ចឹងនៅក្នុង student របស់យើងយើងចូលមកកាន់ folder ដែលយើងបានបង្កើតមកចឹងអ្វីដែលយើងឃើញគឺនៅក្នុង folder structure របស់យើងនេះយើងរកពាក្យ database ហើយយើងបើកវាមកបាទនៅក្នុង folder database ហ្នឹងហើយយើងឃើញពាក្យមួយទៀតគឺ migration ចឹងយើង click open migration folder មកយើងនឹងឃើញពាក្យ student នេះគឺជាទិន្នន័យ student ដែលយើងមានហើយមួយទៀតដែលយើងបើកនៅក្នុង app ហើយយើងចូលពាក្យកន្លែង model នេះយើងនឹងឃើញពាក្យមួយទៀតគឺ student ចឹងយើងដើម្បីយើងបង្កើតទៅលើទិន្នន័យសិស្សយើងត្រូវដឹងថាតើក្នុងទិន្នន័យរបស់សិស្សហ្នឹងយើងចង់បានអីខ្លះនៅក្នុងទិន្នន័យរបស់គាត់ឥឡូវយើងចូលមកកាន់ migration របស់យើងមកហើយយើងបើក folder ដែលយើងបាន create មកហ្នឹង file migration នេះហើយនៅក្នុងនេះគឺនៅក្នុងចន្លោះ ID និង timestamp នេះគឺឧទាហរណ៍ថានៅក្នុងទិន្នន័យកូនសិស្សគឺខ្ញុំចង់បានឈ្មោះកូនសិស្ស email របស់គាត់បន្តមកទៀតយើងអាចដាក់ជា gender បានន័យថាជាទូទៅគឺយើងប្រើ table បន្ទាប់មកយើងដាក់សញ្ញាព្រួយមួយយើងប្រើពាក្យ string ហើយតើទិន្នន័យហ្នឹងគឺយើងចង់បានទៅលើទិន្នន័យអីខ្លះឥឡូវខ្ញុំដាក់ gender សិន gender គឺ page របស់គាត់email យើងមានហើយយើងមានមួយទៀតគឺយើងអាចដាក់លេខទូរស័ព្ទបានន័យថានៅក្នុងនេះគឺយើងដាក់ table អានេះជាថ្ងៃខែឆ្នាំកំណើតក៏យើងអាចដាក់បានដែរហើយមួយទៀតនៅក្នុងចន្លោះនេះក៏ខ្ញុំអាចដាក់ជាស្រ័យដោយសារតែជាទូទៅនៅក្នុងapplication របស់ខ្ញុំគឺវានឹង auto ចាប់ទៅលើទិន្នន័យដែលយើងចង់បង្កើតអញ្ចឹងវា suggest ឲ្យយើងអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺទី1គឺយើងត្រូវតែបង្កើតជានៅក្នុង table របស់យើងហ្នឹង table student នេះនៅក្នុង database បន្តិចទៀតខ្ញុំនឹងបង្ហាញ database ដែលវាមានរូបរាងម៉េចហើយបន្តមកឈ្មោះបានន័យថាវាជាជួរឈរឈ្មោះកូនសិស្សហើយវាមានទាំង email ទាំងលេខទូរស័ព្ទជាប្រឡោះជា table របស់យើងណាអញ្ចឹងឥឡូវទិន្នន័យគឺខ្ញុំយកតែប៉ុណ្្នឹងសិនទៅលើហើយមួយទៀតគឺខ្ញុំអាចដាក់រូបថតអញ្ចឹងខ្ញុំដាក់ string មកហើយ string ខ្ញុំប្រើបើវងកញ្ចក់មួយហើយខ្ញុំចុចហើយខ្ញុំប្រើ photo អូខេអញ្ចឹងយើងមានកត់សម្គាល់ថានៅពេលដែលយើងបង្កើតជា string ឧទាហរណ៍ថាជា table email ប៉ុន្តែយើងមានសញ្ញាព្រួយមួយគឺ unique មានន័យថា email របស់គាត់គឺពេលដែលអ្នកផ្សេងគាត់ចង់ប្រើ key in email ដូចគ្នាគឺវាអត់ទៅទេមានន័យថា email របស់គាត់គឺ unique តែម្ដងហើយមួយទៀតលេខទូរស័ព្ទនេះគឺយើងប្រើ nullable នេះបានន័យថាយើងចង់ដាក់ក៏បានយើងមិនចង់បំពេញក៏បានដែរនៅក្នុងនេះណានៅពេលដែលយើងមាន table លេខទូរស័ព្ទហ្នឹងនៅពេលដែលយើងចង់
trong đạiលេខទូរស័ព្ទក៏បានឬក៏មិនដាក់ក៏បានដែរដូចជារូបភាពអីគឺយើងប្រើ nullable នឹងឯង nullable ហ្នឹងគឺបានន័យថាយើងវាជា optional មួយដែលយើងចង់ដាក់ក៏បានឬក៏មិនចង់ដាក់ក៏បានពេលដែលយើងបំពេញទិន្នន័យសិស្សណាអញ្ចឹងតោះឥឡូវយើងពេលដែលយើងបានហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែ migrate វាចូលទៅក្នុងdatabase របស់យើងនេះនៅក្នុង database របស់យើងនេះគឺយើងមាន student system នេះអញ្ចឹងនៅក្នុងនេះគឺយើងអត់ទាន់មាន table consist ទេអញ្ចឹងយើងត្រូវ migrate ឲ្យវាចូលទៅកាន់ table consist នឹងឯងឥឡូវខ្ញុំសូមសរសេរពាក្យ php artisan migrate អញ្ចឹងយើង migrate ទៅលើ data ដែលយើងបាន create នេះតោះឥឡូវយើងសាក enter ទៅអូខេឥឡូវ table consist របស់យើងមានហើយឥឡូវយើងសាកទៅ refresh មើលតើវាឃើញអត់នៅក្នុងនេះគឺយើងឃើញហើយទៅលើ database consist ពេលដែលខ្ញុំ click ទៅគឺវាមាន ID វាមានឈ្មោះវាមាន email វាមានលេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើត page និង create ឬក៏ update អីចឹងទៅអញ្ចឹងនេះគឺជាជួរមួយឥឡូវយើងមកមើលនៅក្នុងរបស់យើងវិញពេលដែលយើងបានបង្កើតហើយអ្វីដែលយើងត្រូវធ្វើគឺបានន័យថាកន្លែង migration database នេះគឺយើងឈប់ tag វាទៀតហើយយើងមកបើកនៅក្នុង model វិញប៉ុន្តែនៅក្នុង model នេះគឺយើងត្រូវសរសេរ protected បន្ទាប់មកយើងដក clear មកយើងប្រើ fillable នេះហើយយើងប្រើទិន្នន័យដែលយើងមាននេះអញ្ចឹងទិន្នន័យរបស់យើងគឺមានតែប៉ុណ្ណឹងយើងមានឈ្មោះយើងមាន email យើងមានលេខទូរស័ព្ទយើងមានថ្ងៃខែឆ្នាំកំណើតយើងមាន page និងរូបថតអញ្ចឹងឥឡូវយើងបានហើយទៅលើទិន្នន័យយើងឥឡូវខ្ញុំសូម save សិនខ្ញុំ save ទិន្នន័យនេះអញ្ចឹងនៅពេលដែលយើងបើកនៅក្នុង system របស់យើងឥឡូវខ្ញុំសូមបើក server សិននៅពេលដែលយើងចង់បើក server យើងត្រូវតែសរសេរពាក្យថា php artisan serve ហើយយើង click មកគឺវានឹងបើកទៅលើ server របស់យើងហើយអញ្ចឹងយើងមក click ទៅលើ server របស់យើងមកអូខេអញ្ចឹងយើងប្រើ /admin ផងដើម្បីឲ្យយើងចូលទៅកាន់ login មិន dashboard ទេគឺយើងប្រើ admin អូខេបន្ទាប់មកយើងប្រើ email របស់យើងដែលយើងបានបង្កើតពីម្សិលដើម្បី login ចូលទៅកាន់ dashboard អញ្ចឹងនៅក្នុង dashboard យើងអត់ទាន់មានតារាង consist ដែលយើងអាចបញ្ចូល key in ចូលបាននៅឡើយទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែបង្កើតជា resource មួយអញ្ចឹងយើងសរសេរពាក្យមួយទៀតគឺ php artisan make សិននេះគឺយើងអត់ make model ទៀតទេគឺយើង make resource វិញម្ដងអញ្ចឹងយើង make filament ហើយយើងដាក់សញ្ញាដកមួយមក resource អញ្ចឹងយើងមាន filament resource ហើយយើងដាក់ឈ្មោះ resource របស់យើងគឺ resource student អញ្ចឹងយើងដាក់ student មកហើយយើង click enter មកអញ្ចឹងវាសួរយើងថា attribute របស់យើងហ្នឹងគឺទៅលើ model មួយណាជាស្ដែងគឺយើង model consist នឹងឯងយើងសរសេរអក្សរធំមក consist student នឹងឯងហើយយើង click enter មកអញ្ចឹងកន្លែងនេះគឺយើងវានឹងសួរថាតើយើងចង់ឲ្យវា generate automatic ឲ្យយើងឬក៏យើងចង់បង្កើតខ្លួនឯងរបស់ខ្ញុំគឺខ្ញុំប្រើ yes ទៅដើម្បីឲ្យវា generate ឲ្យយើងហើយចាំយើងយកទៅកែវិញខ្លះក៏បានដែរតោះអញ្ចឹងយើង click OK ទៅហើយកន្លែង database current database column នេះគឺយើងសរសេរ yes ដែរទៅអូខេឥឡូវ resource របស់យើងបានហើយអញ្ចឹងយើងចូលមកមើលនៅក្នុង dashboard របស់យើងពេលខ្ញុំ refresh ទៅអញ្ចឹងយើងឃើញទិន្នន័យ consist មួយនៅនេះពេលដែលខ្ញុំ click ទៅគឺយើងអត់ទាន់មានយើងមានតែតារាងតែយើងអត់ទាន់បាន key in ទេអញ្ចឹងនៅក្នុងនេះពេលដែលខ្ញុំ click ទៅលើ click new student នេះមកវានឹងបង្ហាញជា table ដើម្បីឲ្យយើងបំពេញហើយប៉ុន្តែដោយសារតែនៅក្នុងនេះគឺវាអត់ទាន់មានទៅលើរូបថតអីទេអញ្ចឹងយើងចូលទៅកែបន្តិចសិននៅក្នុងនេះពេលដែលយើងចង់កែទៅលើតារាងរបស់យើងណាតារាង
create ឬក៏តារាងកន្លែង display នេះគឺយើងចូលមកកាន់filament នេះកន្លែង app បានន័យថា app ហើយ filament នៅក្នុង filament គឺយើងមាន resource student resource នេះ student resource នេះគឺជាទិន្នន័យមិននឹងឯងដែលយើងមានណាចឹងនៅក្នុងនេះគឺយើងមានអីខ្លះដែលយើងអាចកែបានឧទាហរណ៍ថា icon នេះគឺជា icon មួយដែលយើងអាចកែបានចឹងបើសិនជាខ្ញុំចង់កែទៅលើ student ខ្ញុំដាក់ជារូបវិញដោយសារតែនៅក្នុងនេះ icon របស់យើងវាអត់ទាន់មកជារូបកូនសិស្សអីទេចឹងយើងចូលទៅកាន់ website មួយដែលឈ្មោះថា hero នេះ hero icon នេះខ្ញុំ copy ពាក្យនេះមកដើម្បីយកទៅ save នៅក្នុង Google អូខេចឹង hero icon នេះអូខេអញ្ចឹងនេះជា icon ដែលយើងអាចយកទៅបញ្ចូលនៅក្នុងនឹងបានឥឡូវខ្ញុំសាកប្រើរកពាក្យ user នេះ user ហើយខ្ញុំយកគ្រប់ user នេះចុះអញ្ចឹងយើងគ្រាន់តែ copy ឈ្មោះវាមកបានហើយ icon ហ្នឹងយើង copy ឈ្មោះ icon របស់យើងដែលយើងចង់ដាក់នេះមកហើយយើងចូលមកកាន់កន្លែងរបស់យើងនេះអញ្ចឹងអ្វីដែលយើងត្រូវ replace នៅក្នុងនេះគឺយើងគ្រាន់តែដូរឈ្មោះកន្លែងនេះទេនេះយើងប្រើពាក្យ user group វិញមកអធិស្ឋានថាជាវា outline stock អូខេសារថ្មី user ឬក៏ group user របស់យើងនេះឬក៏ឥឡូវយើងប្រើ user សុទ្ធសិនទៅបើជា group វាអាចមានបញ្ហាបានវា error ឥឡូវខ្ញុំសាក user សិនអូខេឥឡូវខ្ញុំសាក save សិនមើលតើនៅក្នុងហ្នឹងគឺវា change អត់អូខេឥឡូវយើងឃើញហើយវាបដូរមកជារូប user វិញមានន័យថារូបicon របស់យើងហ្នឹងគឺបានបដូរហើយតោះឥឡូវយើងចូលមកកែនៅក្នុងនេះវិញនៅក្នុងនេះគឺយើងត្រូវយកវាបាន generate ឲ្យយើងប៉ុន្តែវា plug ទៅលើរូបថតតោះឥឡូវយើងចូលមកកាន់filament របស់យើង student របស់យើងនេះ student folder នេះហើយយើងចូលមកយកពាក្យ sim របស់យើងនេះយើងរកពាក្យ student form នេះគឺជាស្ដែងទៅគឺវាបានតែប៉ុណ្នេះទេវា plug មួយទៀតគឺរូបថតអញ្ចឹងកន្លែងរូបថតយើងអត់ប្រើពាក្យ text import ទេពេលដែលវា suggest អញ្ចឹងវាប្រាប់ថាយើងត្រូវតែប្រើ text import ប៉ុន្តែជាស្ដែងយើងប្រើ file import file import ជាស្ដែងសារថ្មីអូខេអញ្ចឹងយើងប្រើ filament file upload ហើយរូបភាពនេះជារូបភាពហើយ directory នេះគឺ folder របស់យើងគឺវានឹងបង្ហាញឈ្មោះនេះបានឈ្មោះទៅលើ student photo អញ្ចឹងនៅពេលដែលយើងបង្កើតបានហើយយើងសាក refresh មើលនៅក្នុងនេះជាស្អីប្រហែលជាវាអត់ឲ្យយើងប្រើ filament ទេខ្ញុំសុំ direct យកfile upload ដោយសារតែប្រហែលជាវាអាចមានភាព error កន្លែងនេះព្រោះថាកូដនេះគឺជាកូដចាស់ដែលខ្ញុំធ្លាប់ប្រើអូខេឥឡូវខ្ញុំសាករក full update មកអូខេអញ្ចឹងយើងអត់បានប្រើទៅលើ filament ទេយើង direct ទៅ file upload យកតែម្ដងហើយយើងប្រើឈ្មោះរបស់យើងគឺឈ្មោះ model ដែលយើងបានដាក់នៅក្នុង table ណាអញ្ចឹងនៅក្នុងនេះយើងបានបញ្ចប់ហើយយើងសាក refresh ថ្មីអូខេឥឡូវនេះគឺរូបថតដែលយើងបានឥឡូវខ្ញុំសាកតេស្តសាកមើលសិនឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំថ្ងៃខែឆ្នាំកំណើតអីនេះគឺខ្ញុំ select សិនទៅហើយរូបថតនេះគឺខ្ញុំសុំដាក់ទៅសិននេះហើយកន្លែង gender នេះតាមពិតកន្លែង gender នេះគឺយើងត្រូវតែជា option ដែលយើងអាច select បានណាមិនមែនជាយើងត្រូវតែសរសេរទេ
តែឥឡូវខ្ញុំសុំសរសេរសិនហើយចាំយើងយកទៅកែ form សាថ្មីអូខេខ្ញុំ click create មួយអូខេអញ្ចឹងបានន័យថានៅកន្លែង folder របស់យើងនេះគឺវាអត់ទាន់មាននៅក្នុង list ទេអញ្ចឹងខ្ញុំសុំទៅឆែកមើលនៅក្នុង model របស់យើងវិញ model របស់យើងគឺយើងមានហើយ photo ហើយខ្ញុំសុំឆែកមើលទៅលើនៅក្នុង database របស់យើងគឺជាក់ស្ដែងគឺយើងអត់ទាន់មានទេបានន័យថាយើងមានតែ phone number យើងអត់ទាន់មានទៅលើរូបថតទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងត្រូវ add បន្ថែមចូលមកកាន់ database របស់យើងមកដោយសារនៅក្នុងនេះប្រហែលជាតាមពិតជាក់ស្ដែងយើងបានដាក់ហើយនៅក្នុងនេះតែពេលដែល migrate ទៅប្រហែលជាវាអាចមានភាព error ចាំមើលខ្ញុំសុំចែកមើលកន្លែងនេះតិចសិនអូខេយើងមាន photo យើងមានអីដែលយើង click ទៅលើនេះជាស្ដែងដូចជាមានហើយនៅក្នុងនេះអូខេខ្ញុំសុំសាក migrate សាថ្មីអូខេ PHP artisan migrate អូខេអញ្ចឹងដោយសារតែប្រហែលជាវា missing ទៅលើកន្លែងរូបថតនេះជាស្ដែងយើងបានបញ្ចូលហើយប៉ុន្តែប្រហែលជាយើង click save ហើយយើង migrate អញ្ចឹងទៅប្រហែលជាវាអត់ link ចូលអញ្ចឹងតោះយើងមក add on ទៅលើអ្វីដែលយើង missing អញ្ចឹងយើងប្រើ PHP artisan មក artisan make សារនេះយើងអត់ប្រើ model ទេគឺយើង direct ទៅ migration យកតែម្ដង migration ហើយយើងប្រើពាក្យ add photo to add photo to student table អញ្ចឹងយើង direct ទៅយើងត្រូវសរសេរ PHP artisan make migration add photo to student table តោះឥឡូវសាក enter សិនអញ្ចឹងឥឡូវយើងបង្កើតបាន file មួយទៀតគឺការ add photo របស់យើងចូលមកកាន់ student table របស់យើងដោយសារតែយើង click អញ្ចឹងខ្ញុំសុំបញ្ចូលទៅលើកន្លែងនេះមួយអូខេឥឡូវ after gender ចុះអូខេអូខេខ្ញុំសុំclick ទៅលើនេះអញ្ចឹងនៅក្នុងនេះអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែសរសេរ add on ទៅលើcolumn ដែលយើង missing ហ្នឹងគឺ photo ហ្នឹងហើយនៅក្នុងនេះគឺ down របស់យើងក៏យើងត្រូវដាក់ដែរដូចគ្នាទេតោះឥឡូវយើង migrate សាថ្មីដោយសារប្រហែលជាសារមុនខ្ញុំ click save បានជាវា migrate អត់ទៅអញ្ចឹងយើងសរសេរពាក្យសាថ្មីមក PHP artisan and migrate អូខេឥឡូវ photo របស់យើងចូលទៅកាន់កន្លែងនេះហើយយើងសាក refresh មើលតើវាចេញមកអត់អូខេឥឡូវយើងមានហើយនេះគឺ table photo របស់យើងឥឡូវយើងចូលមកកាន់របស់យើងវិញខ្ញុំ click save សាថ្មីដោយសារតែយើងត្រូវតែ key in សាថ្មីចូលបញ្ចូលទៅលើរូបថតសាថ្មីខ្ញុំសុំសាកសិនអានេះបើជាវាអាចមានភាព error ទៅលើ type of file អូខេឥឡូវយើងបានហើយអញ្ចឹងពេលដែលខ្ញុំ key in ទៅគឺវាមានហើយឈ្មោះរបស់ខ្ញុំលេខទូរស័ព្ទហើយនឹងកន្លែងនេះគឺអត់មានរូបថតដែរកន្លែង view ចាំមើលយើងនឹង add បន្ថែមទៅលើ view វិញដែរយើងនៅក្នុងជើងចូលមកកន្លែងរបស់យើងនេះ student របស់យើងអញ្ចឹងនៅក្នុងនេះគឺយើងអត់ទាន់មានទេយើងអត់ទាន់មាន view ទេឥឡូវខ្ញុំសុំ add ទៅលើ view ទៅលើរូបភាពរបស់យើងនេះយើងដាក់នៅបានន័យថា com ទៅនឹង date of birth នេះអូខេអញ្ចឹងនៅក្នុងនេះពេលដែលខ្ញុំអូខេប្រហែលជាវាអាចនឹងមានភាព error តិចដែរទៅលើអានេះវាមិនជា text entry ទេវាទៅជា image វាទៅជា image entry ចឹងដោយសារតែយើងប្រើ text entry ជារូបភាពគឺយើងត្រូវប្រើ image តោះឥឡូវយើងសាក refresh ថ្មីអូខេគឺវានៅតែមានភាព error ខ្ញុំសូម check មើលតិចសិន
វាអាចមកពីយើង click បញ្ចូលទៅកាន់ image entry គឺដូចជាមានហើយជាស្ដែងទៅចាំមើលយើងប្រើពាក្យ upload មែនទេ image entry អានេះគឺខ្ញុំសុំ direct តែជា image តែម្ដង តោះឥឡូវយើងសាក refresh ថ្មីវានៅតែ error ដោយសារតែប្រហែលជាកន្លែង image នេះឥឡូវខ្ញុំសុំអត់ដាក់តែម្ដងគឺយើងប្រើពាក្យតែនេះទៅបានហើយមិនបាច់តែជា image អីទេតោះសិក្សាថ្មីឥឡូវយើងចេញហើយរូបថតយើងមានជាងតន័យយើងមានអស់ហើយឥឡូវយើងចូលមកខាងមុខវិញអញ្ចឹងខាងមុខរបស់យើងមានតន័យជាតម្រង់ table បែបនេះហើយយើងចូលមកកាន់ database របស់យើងបើខ្ញុំ refresh គឺតន័យរបស់យើងគឺបាន key in ចូលហើយនេះទៅលើតន័យរបស់យើងអញ្ចឹងចឹងនៅក្នុង student របស់យើងគឺមានតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៅលើ function ផ្សេងៗទៀតអរគុណ